ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានដល់ Facebook វាទម្លាក់ឲ្យរលុយហើយរបស់ខ្ញុំ page 2បងប្អូន page 1 page នេះដែល page កំពុងនិយាយនេះ page នេះរលុយពី Facebook ក៏បានលក់ដូរក៏បានអញ្ចឹងវាចំណេញបានពីរមុខបងប្អូនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែករឿងមួយហ្នឹងហើយដោយសារតែកាលពីមុន page ខ្ញុំអត់ទាន់រលុយបានទេហើយក្នុងចិត្តខ្ញុំតែគិតចង់ថាបើសិនជាថ្ងៃណាមួយខ្ញុំFacebook ទម្លាក់ឲ្យរលុយគឺខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលថាចែកម្លែកអញ្ចឹងណាប៉ុន្តែមកដល់ពេលនេះខ្ញុំគឺបដូរកំណត់ខ្និតវិញគឺអត់ចង់ចែកម្លែកទេដោយសារអីបងប្អូនដៃចាស់យើងគឺគាត់ចែកម្លែកច្រើនហើយបាទប៉ុន្តែបើសិនជាឃើញគេចែកម្លែកតែលក្ខណៈថាចែកម្លែកអត់ទាន់អស់ហ្នឹងហើយប៉ុន្តែបើសិនជាបងប្អូនអនុវត្តទៅមានសំណាងជោគជ័យគេធ្លាក់ឲ្យធូររលុយអញ្ចឹងណាប៉ុន្តែបើភាគច្រើនគឺបងប្អូនយើងគឺគាត់ថាងាយគាត់អញ្ចឹងងាយគាត់នឹងធ្វើវីដេអូដល់បានលុយតាមពិតទៅមិនមែនអញ្ចឹងទេបងប្អូនខ្ញុំ page មួយនេះរយៈពេលចូល2ឆ្នាំបងប្អូនបានគេទម្លាក់ធូរឲ្យរលុយនិយាយទៅខ្ញុំអស់សង្ឃឹមទៅអស់សង្ឃឹមនឹងថារលុយហើយប៉ុន្តែលក្ខណៈថា page ខ្ញុំវាចុះរស៊ីលក់ដូរបានអញ្ចឹងគឺខ្ញុំจะផុសរឿយទៅប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានដល់គឺ Facebook វាទម្លាក់ឲ្យរលុយហើយ page មួយទៀតគឺថាផ្ទុះខ្លាំងមែនតើអ្នក follow ដល់ 43k follow ហើយប៉ុន្តែអត់ទាន់ទម្លាក់ធូររលុយទេប៉ុន្តែសង្ឃឹមថាមុខងារថ្មីនឹងអាចរលុយបានទៅចោះព្រោះអី Facebook វាច្រើនវាបោកប្រើច្រើនណាស់ហើយអ្វីដែលខ្ញុំចង់ចែកម្លែកនេះគឺថាចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទថាយើងដាក់ចិត្តចង់ធ្វើវីដេអូហើយកុំចោះចាញ់កុំហៀហែកលក្ខណៈថាបើសិនជាបងប្អូនទាំងអស់គ្នាខ្ញុំជាមនុស្សដែលអៀនកាមេរ៉ាហ្នឹងហើយអៀនកាមេរ៉ាខ្ញុំក៏អៀនដែរបងប្អូនលក្ខណៈទៅមុខគេស្មានខ្ញុំដើរថតទៅគឺខ្ញុំថតគឺខ្ញុំអត់ឲ្យគេដឹងទេថតនេះបន្តិចយកមកកាត់តបញ្ចូលសលេងចេញជាវីដេអូមួយវែងមួយខ្លីក៏បានអញ្ចឹងហើយបើដែលខ្ញុំចង់ចែកម្លែកគឺទី1គឺបងប្អូនត្រូវចាប់ផ្ដើមពីខ្លួនឯងត្រូវចេះធ្វើវីដេអូហើយត្រូវមានភាពអត់ធ្មត់បន្តិចកុំតាំងឡើងធ្វើវីដេអូបានលុយបងប្អូនធ្វើអញ្ចឹងបាក់ទឹកចិត្តណាបងប្អូនវាអត់អាចដូចបងប្អូនមួយថ្ងៃពីរថ្ងៃបើថាដូចជំនាន់មុនកោការគេមាន5k follow នាទីគេមានប្រហែល10000នាទីហើយនឹងអាយុចាប់ពី18ឡើងទៅអានឹងកោការបស់គេយើងធ្វើ original តែគ្រប់ដឹងទៅទម្លាក់ឲ្យរលុយហ្មងប៉ុន្តែឥឡូវនេះ Facebook វា update ច្រើនពេកវាទៅវាអត់ងាយបាទអញ្ចឹងហើយចង់ឲ្យបងប្អូនទាំងអស់គ្នាបើថាចូលធ្វើឲ្យបានសម្រាប់ទៅហើយរបស់ខ្ញុំ page 2បងប្អូន page 1 page នេះដែល page កំពុងនិយាយនេះ page នេះរលុយពី Facebook ក៏បានលក់ដូរក៏បានអញ្ចឹងវាចំណេញបានពីរមុខបងប្អូនហើយចំពោះអ្នកសោកយំយើងកុំខ្វល់មិនបាច់ខ្វល់ទេសូម្បីតាអ្នកផ្ទះខ្ញុំពីមុនគាត់អត់ឲ្យខ្ញុំធ្វើវីដេអូដែរចង់អញ្ចឹងតែឥឡូវនេះគឺខ្ញុំបានចំណូល2ទាំងរលុយតាម Facebook ទាំងលក់ដូរហើយមានអ្នកស្គាល់យើងច្រើនពេលដែលយើងធ្វើអីមានអ្នករើយើងមានអ្នកអីចឹងចង់អញ្ចឹងបាទហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាវីដេអូនេះមានការគាំទ្រច្រើនខ្ញុំអាចចេញវីដេអូណែនាំពីការធ្វើវីដេអូចាប់ផ្ដើមយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងបើសិនជាបងប្អូនជួយ comment ជួយ support អាហ្នឹងខ្ញុំនឹងចេញវីដេអូបន្តទៀតប៉ុន្តែបើសិនជាចេញវីដេអូនេះហើយអត់មានអ្នកគាំទ្រមានអ្នកទស្សនាទេគឺថាមានតែប៉ុណ្្នឹងទេបាទចែករំលែកវីដេអូផ្សេងទៀតបាទអរគុណ